ទឹកដោះគោដែលជាម្ហូបសម្រាប់ការទី4សំខាន់ជួយដល់សុខភាពនារីខ្លាំងជាងគេនៅបរិយាតាក់ទងពីកលៈដៃកលៈជើងជើងយើងកកិតលលាកធ្វើយើងឈឺដើរអត់កើតឆ្អឹងចង្កេះយើងចុកហើយនឹងវេទនាហើយប្រុសលេងបាល់លេងកាឡាទៅឆាប់បាក់ជើងឆាប់ទាត់បាល់លើគ្រិចចង្កេះបាក់ចុងឆ្អឹងតាគៀកធ្វើឲ្យគៀបនឹងសរសៃsciatic nerve ដែលคล้ายទៅជំងឺsciaticaហ្នឹងដែលធ្វើឲ្យគាត់ស្ពឹកជើងស្ពឹកតាគៀកហើយស្ពឹកជើងរហូតដល់អាចទៅពិការភាពហ្នឹងអញ្ចឹងហេតុអ្វីយើងដឹងថាជំងឺហ្នឹងវាធ្វើឲ្យប្រជាជនយើងទាំងប្រទេសរ៉ាំរ៉ៃយើងនៅតែអត់ញ៉ាំទឹកដោះគោតើយើងបន្ទោសប្រជាជនខ្មែរទេអត់ទេពីព្រោះទឹកដោះគោហ្នឹងរាល់ថ្ងៃនេះគឺមានតែប្រទេសខ្មែរនិងប្រទេសតិចបំផុតដែលនាំទឹកដោះគោសម្រាប់ពួកស្បែកសគេញ៉ាំដែលគេអាចកិនអេនហ្ស៊ីមនឹងបានគេញ៉ាំទៅវាអត់ធ្វើទឹកពោះគេប៉ុន្តែត្រូវដឹងថាលើโลกនេះមានជាង 7,000 លានអ្នកហើយក្នុងជាង 7,000 លានអ្នកហ្នឹង 75% គេញ៉ាំទឹកដោះគោដែលគេហៅថាទឹកដោះគោដកជាតិអេនហ្ស៊ីម lactose ចេញដូច្នេះហើយគេតែងតែមានទឹកដោះគោ lactate ទឹកដោះគោដែលជំនួយអេនហ្ស៊ីមកិន lactose ហ្នឹងឬក៏ lactose free ទឹកដោះគោដែលអត់មានជាតិ lactose ហ្នឹងដូច្នេះហើយពេលយើងប្រទេសអាស៊ីដែលមិនមានអេនហ្ស៊ីមហ្នឹងយើងត្រូវតែលក់ទឹកដោះគោហ្នឹងនៅក្នុងប្រទេសយើងហើយខ្ញុំអំពាវនាវឲ្យអំពាវនាវទៅថាកូនខ្មែរយើងត្រូវញ៉ាំទឹកដោះគោម្ហូបទី4ដូចគេដែរហើយមិនមែនតែទឹកដោះគោទេ yogurt cheese burger ផ្លែគ្រប់ប្រភេទទៀតចាក់ចូលមកទឹកដោះគោប៉ុន្តែយើងនៅតែអត់ញ៉ាំដោយសារអត់មានអ្នកលក់ដោយសារការបង្រៀនហើយទាំងពេទ្យអត់ដែលបញ្យល់ដូច្នេះហើយទឹកដោះគោនឹងគឺជាម្ហូបទី4ដ៏ចាំបាច់ចង់បញ្ជាក់អស់លោកដឹងថាជាម្ហូបជាតម្រូវការចាំបាច់មិនមែនជំរើសទេបើមិនចង់ឲ្យអស់លុយវេទនាពេលយើងចាស់ទៅមិនតាន់បានពេលសុបាយផងចាប់តាមចុកចង្កេះចាប់ដើមចុកស្មាចាប់ដើមឈឺក្បាលជង្គង់ចាប់ដើមដើរទៅចុកជើងទៅសារឆ្អឹងយើងនឹងវាខ្សោយក្បាលជង្គង់យើងវាសឹកតាគៀកយើងវាអស់ខ្ចឹងអឹងខ្ចីយល់ហើយវាពុកហើយងាយនឹងបាក់សុកគេមិនថាមិនងាយមិនបាក់ឲ្យសុកទឹកកោងវាតាន់ប៉ុន្តែមិនកកិតមិនបាក់ហើយក៏មិនរលាកដោយសារការញ៉ាំទឹកដោះគោម្ហូបទី4ហ្នឹងជាចាំបាច់របស់គេញ៉ាំរាល់ថ្ងៃក៏ប៉ុន្តែពេលខ្ញុំបញ្យល់ថានេះជាម្ហូបចាំបាច់ប្រជាជនខ្មែរយើងនៅតែសួរខ្ញុំដដែលវិញអញ្ចឹងខ្ញុំចាប់ញ៉ាំពីពេលណាទៅហើយចុះខ្ញុំអាយុប៉ុន្មានត្រូវឈប់ញ៉ាំហើយចុះអាហ្នឹងគឺយើងមានលុយញ៉ាំឬក៏យើងមានចាំមានលុយញ៉ាំឬក៏ចាំយើងឬក៏តែញ៉ាំឥឡូវទឹកដោះគោនិងសាច់ថ្លៃស្មើទឹកដោះគោចឹងហេតុអ្វីខ្ញុំសួរថាចុះខ្ញុំពេលណាឈប់ញ៉ាំសាច់ទៅហើយចុះសាច់នេះបើខ្ញុំមានលុយចាំទិញមែនទេបាយជាម្ហូប4មុខក្នុងនឹងដែរចឹងសួរថាពេលណាខ្ញុំចាក់បានញ៉ាំបាយហើយចុះបាយនេះខ្ញុំអាយុប៉ុណ្ណាបើខ្ញុំឈប់ញ៉ាំហើយចុះបាយនេះចាំខ្ញុំមានលុយទិញបានអត់ប្រជាពលរដ្ឋភ្ញាក់ឡើងចុះបើអស់លោកអ្នកទាំងអស់សួរអញ្ចឹងពីទឹកដោះគោគេហៅអីវិញទឹកដោះគោគឺចំណីមួយក្នុងចំណោម4ជាចាំបាច់ជាកំហិតមិនមែនជាជំរើសដូច្នេះហើយអ្វីបានជាពិបាកបញ្យល់ម្លេះដូច្នេះហើយនាំគ្នាយកទឹកដោះគោ 75% ដែលជនជាតិអាស៊ីយកផឹកជនជាតិលើโลกនេះផឹកដែលគេញ៉ាំដែលទឹកដោះគោមានអេនហ្ស៊ីមជួយបំពន់កិន lactose ហ្នឹងអញ្ចឹងយើងញ៉ាំទឹកអត់ទៅទឹកពោះយើងញ៉ាំទឹកអត់រាកយើងញ៉ាំទឹកអត់ផោមអត់កោពោះអត់ឈឺពោះដូច្នេះហើយនេះជាចំណុចមួយសំខាន់ខ្ញុំសង្ឃឹមថាអស់លោកអ្នកមិនប្រកាន់ពាក្យបីសម្ដីខ្ញុំហើយយល់ស៊ីជម្រៅពីព្រោះសប្តាហ៍ថ្ងៃនេះខ្ញុំអាណិតយុវជនក្មេងៗដែលរាល់ថ្ងៃមកជួបខ្ញុំនេះស្វិតជើងឈឺកពួនជើងស្វិតតាគៀកឈឺតាគៀករយដល់ចុងបាតជើងយុវជន10នាក់មកជួបខ្ញុំស្ទើរទាំង10នាក់គឺមានបញ្ហាហ្នឹងហើយទៅពេទ្យគេមានតែណែនាំមួយទេវះចាក់ថ្នាំចុះនៅណាទៅឧត្តមកតិ
ហើយក្រមសិលធម៌របស់ពេទ្យដែលបញ្យល់ក្មេងថាក្មួយត្រូវញ៉ាំទឹកដោះគោហើយក៏អត់ទាន់យឺតទេណាព្រោះអាចការពារមិនបានឲ្យលូតលាស់ខ្ពស់មិនបានធ្វើឲ្យឆ្អឹងយើងវែងប៉ុន្តែជួយពង្រឹងឆ្អឹងយើងឥឡូវឲ្យតាន់បើយើងមិនបានញ៉ាំបាយពីមុនយើងជិតងាប់ហើយឥឡូវមិនទាន់យឺតទេញ៉ាំបាយទៅឲ្យវារស់ឡើងវិញដូចគ្នាចឹងដែរញ៉ាំទឹកដោះគោទៅដើម្បីឲ្យឆ្អឹងយើងតាន់ដូច្នេះហើយមេត្តាបញ្យល់ប្រជាពលរដ្ឋមេត្តាប្រាប់ប្រជាជនក្នុងនាមយើងជាវិជ្ជបណ្ឌិតដែលមានកតិបណ្ឌិតខ្ពស់គួរតែជួយណែនាំជួយឃោសនាយុទ្ធនាការផ្សព្វផ្សាយចេញពីក្រសួងក្តីចេញពីខាងណាក្តីតាមផ្នែក clinic រៀងខ្លួនក្តីប្រាប់ប្រជាជនយើងកុំឲ្យអស់លុយកុំឲ្យឈឺច្រើនកុំឲ្យរ៉ាំរ៉ៃកុំឲ្យវេទនាកុំឲ្យឈឺប្រចាំថ្ងៃរ៉ាំរ៉ៃជួយកាត់បន្ថយព្រោះអ្នកឈឺនឹងគ្មានអ្នកណាទេគឺឈាមយើងប្រទេសយើងជនជាតិយើងដូច្នេះខ្ញុំសនំពោប្រជាពលរដ្ឋដែលមានលទ្ធភាពក្នុងការបញ្យល់ប្រជាពលរដ្ឋដែលមានលទ្ធភាពចំណេះដឹងដល់ការឲ្យគេដឹងចូលរួមចំណែកយុទ្ធនាការឃោសនាព័ត៌មានចែកចាយគ្រប់គ្នាណាជួយឲ្យប្រជាជនយើងដឹងឮខ្ញុំជឿជាក់ថានោះណាក៏មានគេហៅថាសិលនៅក្នុងខ្លួនដែរលុយរកបានប៉ុន្តែចំណេះពិបាករកហើយបើយើងមានហើយចែកគេទៅដូច្នេះហើយវាបានបនទាំងអស់គ្នាខ្ញុំសង្ឃឹមថាអស់លោកអ្នករស់ស៊ីខាងមហូបនាំទៅដោះគោ lactate ចូលឬក៏គេហៅថាទឹកដោះគោ lactose free ឬក៏ទឹកដោះគោ lactil ហើយទឹកដោះគោហ្នឹងប្រជាពលរដ្ឋសួរខ្ញុំច្រើនតាប្រភេទណាដែលគួរញ៉ាំក្មេងចាប់អាយុ1ឆ្នាំទៅគេឲ្យញ៉ាំទឹកដោះគោស្រស់ហ្នឹងហើយក្មេងអាយុ1ឆ្នាំទៅឡើងដល់ពេញវ័យគេឲ្យញ៉ាំទឹកដោះគោ whole milk ហ្នឹងគឺដោះគោស្រស់ដែលអត់ដកចម្រាញ់ខ្លាញ់អីទេឬក៏ជាតិផ្អែមអីទេធម្មជាតិសម្រាប់ឲ្យក្មេងលូតលាស់ធំធាត់ពោពេញដោយជីវជាតិប៉ុន្តែក្មេងខ្លះគាត់ហាក់បីដូចជាពេញវ័យហើយប៉ុន្តែគាត់នៅចង់ឆ្ងាញ់ចង់រសជាតិល្អគាត់ញ៉ាំអា 2% 2% គេដាក់អក្សរលើនៅហ្មង 2% គេចម្រាញ់អស់ណាស់ 2% មានន័យថាចំពោះមនុស្សឡើងគីឡូតិចតួចមនុស្សជំទង់ធំហើយនៅចង់រក្សារាងអានឹងញ៉ាំអា 2% ប៉ុន្តែមនុស្សធាត់មនុស្សចាស់ដែលមិនចង់ឲ្យមានខ្លាញ់នៅក្នុងខ្លួនហើយក៏មិនចង់ឲ្យឡើងគីឡូទេប៉ុន្តែចង់បានឆ្អឹងល្អញ៉ាំ skim milk គេទៅសេលើហ្នឹងអញ្ចឹងទៅដល់គោមាន3ប្រភេទក្មេងមួយឆ្នាំឡើងដល់ធំអាយុប៉ុណ្ណាក៏ដោយសុខភាពល្អដើម្បីឲ្យធំធាត់គឺ whole milk ទៅដល់គោដែលជួយសុខភាពមិនសូវមានជីវជាតិធាត់ដូចជាទៅដល់គោអា whole milk គេគឺ 2% ក៏ប៉ុន្តែចំពោះមនុស្សធាត់មនុស្សធំមានធំហើយមនុស្សចាស់ដែលមិនចង់នាំគីឡូចូលខ្លួនទេប៉ុន្តែចង់រក្សាទៅដល់គោនឹងដែរគេញ៉ាំ skim milk ម្ដងទៀត skim milk ប៉ុន្តែតាមការសិក្សា skim milk ហ្នឹងចុងក្រោយវាផ្អែមការគេចម្រាញ់មិនក៏ដោយចុងក្រោយគេថែមជាតិផ្អែមនៅក្នុងនោះវាហាក់បីស្មើនឹង whole milk ដដែលអញ្ចឹងមានអីថាទៅដល់គោអីញ៉ាំទៅណាព្រោះអាទៅដល់គោ whole milk ហ្នឹងមានជាតិខ្លាញ់តែអាមួយទៀតអត់មានជាតិខ្លាញ់ទេមានជាតិស្ករអញ្ចឹងបបក4ណាបាទប៉ុន្តែអា whole milk ហ្នឹងឆ្ងាញ់ជាងអា skim milk